បាទសូមលំអរកាយគោរពនិងជំរាបសួរបាទបងប្អូនប្រិយមិត្តទូរទស្សនិកជនបងប្អូនប្រជាកសិករទាំងអស់បាទគ្រប់ទីកន្លែងបាទជាទីគោរពបាទនៅពេលនេះគឺកម្មវិធីបាទកសិកម្មធម្មជាតិរបស់ប៉ូលី5ដែលតែងតែវិលត្រឡប់បាទតែងតែផ្សាយជូនអស់លោកអ្នកទស្សនាបាទកាលពីមុននោះយើងម៉ោង 8:30 ឥឡូវនេះយើងមកម៉ោង 9 ជាងអញ្ចឹងដែលអស់លោកស្រីកន្លងមកប្លែកឆ្ងល់ស្មានតែកម្មវិធីកសិកម្មធម្មជាតិរបស់ប៉ូលី5ហ្នឹងទៅណាបាទការពិតមិនមែនទេគ្រាន់តែបដូរម៉ោងបាទតាមចំនួនពោបាទពីមុននោះថាម៉ោង 8 ដូចថាលឿនពេកអញ្ចឹងយើងរុញមកម៉ោង 9 អញ្ចឹងទៅគឺពេញពេលដល់លោកអ្នកបាទគេថាក្រោកពីទទួលទានដំណេកនេះល្មមបាទរៀបចំខ្លួនទទួលទានអាហារពេលព្រឹកអីរួចរាល់ឬក៏បងប្អូនជាកសិករថ្ងៃអាទិត្យលោកអាចឆ្លៀតទស្សនាដើម្បីបានបទដើម្បីបានជាបទពិសោធន៍បាទហើយសម្រាប់សប្តាហ៍នេះបាទគឺថាកម្មវិធីរបស់យើងគឺបានធ្វើដំណើរបាទដោយលោកគ្រូបាទចៅពេញណាំលោកបាននាំសិក្ខាកាមបាទដែលជាសិស្សកសិកម្មហ្នឹងធ្វើដំណើរមកទស្សនាមកធ្វើកម្មសិក្សាបាទសិស្សគេហៅថាសិស្សកសិកម្មរៀមច្បងដែលទទួលបានជោគជ័យបាទអញ្ចឹងថាតើក្រុមការងារទាំងប៉ូលី5ទាំងសិក្ខាកាមមកដល់កន្លែងណាយើងបង្ហាត់អារម្មណ៍ជួយជាមួយនឹងលោកប្រធានសិនបាទសូមជម្រាបសួរបាទសុខសប្បាយទេបាទបាយគ្នាមួយរយៈសុខសប្បាយហើយថ្ងៃនេះសប្បាយមែនទែនដោយសារយើងមកដល់ភូមិបាទពូជភ្នំបាទហើយស្រុកប្រាសាទស្រុកបាទីបាទនៅទីនេះមិញបងស្រីក៏ប្រាប់ថានៅទីនេះគឺភូមិពូនភ្នំឃុំតាពាំងសាបស្រុកបាទីខេត្តតាកែវបាទហើយឆ្ងាយប្រហែលទេបាទមិនឆ្ងាយទេបើសិនជាយើងមកហួសភ្នំតាម៉ៅទីណាបាទប្រហែលជា1គីឡូមកបាទដល់ហើយអញ្ចឹងយើងឃើញថាមកដល់ទីនេះយើងសប្បាយហ្នឹងមិនមែនសប្បាយដើម្បីថាសប្បាយទេគឺដើម្បីសប្បាយមានប្រយោជន៍ថាចំពោះសិក្ខាកាមយើងដែលលោកមកទីនេះឃើញបាទបងស្រីក៏ដូចជាបងប្រុសបាទដែលធ្លាប់ចូលសិក្សាមុនមកលោកទទួលបានជោគជ័យអញ្ចឹងគឺសប្បាយនឹងឃើញលទ្ធផលដែលគាត់ធ្វើបាននេះតែម្ដងបាទជាការពិតហើយកាលពីប្រហែលសប្តាហ៍មុននោះយើងទៅខេត្តកំពង់ឆ្នាំងបាទគេថាម្ចាស់កសិដ្ឋានឆៃយ៉ាហ្វាមបាទស្វាមីឈ្មោះលោកឆៃយ៉ាហើយភរិយាឈ្មោះសុគាបាទជោគជ័យខ្លាំងឥឡូវនេះយើងមកខាងតកៅនេះបងប្រុសតន់បាននេះឈ្មោះទេប៉ុន្តែបងស្រីដូចគ្នាកាលនៅនោះសុគាអ្នកទៅរៀនដែរខាងនេះបាទភរិយាដែរខាងនេះគឺបងស្រីគុនធាបាទគាត់ឈ្មោះគុនធាណាបាទគាត់អ្នកទៅរៀនដែរប៉ុន្តែមកចេះទាំងពីរដូចគ្នាអញ្ចឹងយើងយកអ្នកដែលផ្នែកស្ត្រីមុនបន្ទាប់មកបានយើងចាប់ផ្ដើមបរោះតទៅទៀតបាទហើយជឿជាក់ថាជីវតទៅទៀតនេះបងប្អូនអស់លោកអ្នកបាទមិនថាបរោះឬក៏នារីបាទជាពិសេសបងប្អូននារីបាទសភាពនារីបាទបងប្អូនស្ត្រីទាំងឡាយបាទចំណេះដឹងខាងកសិកម្មខាងបណ្ដុះផ្សិតខាងការចិញ្ចឹមខាងអីឥឡូវនេះគឺផ្នែកបងប្អូននារីបាទតាមលោកគ្រូលោកបង្រៀនកន្លងមកលោកថាបងប្អូននារីឈានមុខជាងបរោះហើយបាទហើយតាមពិតទៅគឺស្ត្រីចូលរៀនតិចប៉ុន្តែជោគជ័យច្រើនជាងដោយសារអីដោយសារស្ត្រីគាត់អត់ធ្មត់ព្យាយាមក្នុងការងារហ្នឹងបើយើងគិតទៅវាការងារស្រាលប៉ុន្តែយើងត្រូវការអត់ធ្មត់គឺយើងត្រូវធ្វើវាអត់ធ្មត់ជាមួយវាថែទាំវាហ្នឹងឲ្យបានល្អបានវាអាចធ្វើបានប៉ុន្តែបើបរោះយើងដូចថាគាត់ថាមិនសូវជាអត់ធ្មត់ដោយស្ត្រីពេកណាបាទអញ្ចឹងបើតាមអានេះជាមតិយោបល់មិនមែនថាលើកស្ត្រីអីទេបាទឃើញខ្ញុំសង្កេតឃើញថាសិក្ខាកាមដែលចូលសិក្សានោះជាភាគច្រើនគឺស្ត្រីជោគជ័យច្រើនជាងបាទជាការត្រឹមត្រូវពីព្រោះខ្ញុំយល់ថាការងារនេះគឺជាកិច្ចការផ្ទះអញ្ចឹងអស់លោកបរោះច្រើនតែជើងវែងជើងឆ្ងាយបាទជើងឆ្ងាយអញ្ចឹងណាបាទមិនមែនថាបរោះអត់ជោគជ័យទេវាជោគជ័យដូចគ្នាប៉ុន្តែចង់និយាយថាបរិមាណដែលចូលសិក្សាគឺបរោះចូលច្រើនជាងប៉ុន្តែបើធ្វើស្ត្រីជឿនជាងបាទនិយាយទៅគឺថាមានន័យថាការយកចិត្តទុកដាក់ដូចគ្នាគឺជោគជ័យបានដូចគ្នាបាទអំបញ្ញមិញបាទលោកប្រធានលោកបានបង្ហាញបានជម្រាបជូនហើយបើសិនជាបងប្អូនប្រជាកសិករយើងលោកមិនទាន់មានពេលគេហៅថាធ្វើដោយខ្លួនឯងឬក៏ចូលសិក្សាហើយឬក៏មិនទាន់សិក្សាតាក់ទងតាមលេខទូរស័ព្ទដែលឡើងជូននៅលើកញ្ចក់ទូរទស្សន៍ដើម្បីចូលទទួលយកនៅចំណេះដឹងតាក់ទងពាក់ព័ន្ធទៅនឹងវិស័យកសិកម្មក៏ប៉ុន្តែត្រូវការផលិតផលសម្រាប់ដូចអ្វីដែលលោកប្រធានលោកបានជម្រាបក៏មានដែរតែនៅក្នុងវគ្គទី1នេះសូមឃ្លាតពីអារម្មណ៍អស់លោកអ្នកមួយផ្លែតសិនបាទហើយវគ្គទី2យើងនឹងវិលត្រឡប់មកជួបគ្នាជាបន្តដើម្បីកម្មវិធីរបស់យើង
បាទនាំអារម្មណ៍អស់លោកអ្នកឲ្យជួបជាមួយនឹងម្ចាស់កសិដ្ឋាននេះតែម្ដងបាទម្ចាស់គាត់ដែលជាអ្នកបង្កើតនៅទីនេះបាទជោគជ័យទៅលើផ្សិតផងហើយនឹងមន់ទៀតបាទចឹងសូមឃ្លាតឆ្ងាយពីអារម្មណ៍អស់លោកអ្នកមួយផ្លែតបន្តិចទៀតចាំយើងវិលត្រឡប់មកជួបគ្នាជាបន្តសូមអរគុណបាទបាទឥឡូវនេះកម្មវិធីរបស់យើងវិលត្រឡប់មកជួបអស់លោកអ្នកជាបន្តទៀតហើយបាទអញ្ចឹងវគ្គនេះដូចយើងបានសន្យាបាញ់មិញលោកវិធានថាយើងជួបជាមួយនឹងម្ចាស់កសិដ្ឋានតែម្ដងបាទនៅវគ្គនេះយើងជួបជាមួយគាត់តែម្ដងពីព្រោះថាគាត់នឹងពន្យល់កុំឲ្យថាលោកគ្រូរហូតណាបាទឲ្យដឹងថាសិក្ខាកាមយើងដែលគាត់ជោគជ័យនឹងរបៀបម៉េចហើយគាត់មុននឹងជោគជ័យគាត់ជួបបញ្ហាអីគាត់យ៉ាងម៉េចនោះគឺយើងជួបជាមួយគាត់បានច្បាស់តែម្ដងបាទអញ្ចឹងអរគុណបាទសូមអញ្ជើញធ្វើដំណើរបាទនាំអារម្មណ៍លោកអ្នកទៅជួបជាមួយនឹងម្ចាស់កសិដ្ឋានតែម្ដងបាទសូមអញ្ជើញបាទលោកស្រីបងប្អូនអ្នកទស្សនាជាទីគោរពបាទបងប្អូនជាកសិករទាំងអស់បាទជាទីនឹករលឹកបាទបែកគ្នាពីវគ្គទី1អំបញ្ញមិញតែមួយផ្លែតឥឡូវនេះយើងវិលត្រឡប់មកជួបគ្នាជាថ្មីបាទជាបន្តទៀតនៅក្នុងវគ្គទី2បាទដោយខ្ញុំបាទជាមួយនឹងលោកប្រធានចៅពីណាមបានជម្រាបអំបញ្ញមិញអញ្ចឹងថាថ្ងៃនេះបាទសប្តាហ៍នេះគឺយើងធ្វើដំណើររួមជាមួយនឹងក្រុមសិក្ខាកាមបាទដើម្បីធ្វើគេហៅថាកម្មសិក្សាក៏ដូចជាចុះមកបំពេញទស្សនកិច្ចសិក្សាមកអនុវត្តផ្ទាល់បាទដល់ម្ចាស់កសិដ្ឋានឬក៏មកដល់កន្លែងបណ្ដុះផ្សិតបាទដែលមានទីលំនៅបាទនៅភូមិពូនភ្នំបាទឃុំត្រពាំងសាបស្រុកបាទីខេត្តតាកែវឥឡូវនេះយើងវគ្គទី1នោះគឺបានបង្ហាញជូនគ្រាន់តែឧទ្ទេសនាមទេបាទឥឡូវនេះវគ្គទី2គឺយើងមកជួបជាមួយនឹងម្ចាស់ផ្ទះម្ចាស់កន្លែងបណ្ដុះផ្សិតតែម្ដងបាទជំរាបសួរបងបាទជំរាបសួរទាំងអស់គ្នាសាជាថ្មីម្ដងទៀតបាទថ្ងៃនេះមានវត្តមានច្រើនបាទរីករាយការពិតបើយើងមិនស្រឡាញ់មិនមានបេះដូងស្រឡាញ់កសិកម្មគឺថាហត់ណាបាទប៉ុន្តែដល់ពេលស្រឡាញ់អាការហត់ទៅជាសុបាយវិញបាទសុបាយតែឥឡូវនេះយើងចូលដល់បច្ចេកទេសតែម្ដងបាទបច្ចេកទេសតែម្ដងថាតើតម្រាំនឹងបណ្ដុះផ្សិតតើគេធ្វើអ្វីបានពីព្រោះមានផ្សិតខ្យងហើយនិងផ្សិតអំបោះបាទជំរាបសួរបងមកឃើញពងមមាញឹកបាទឥឡូវអញ្ចេះចង់សួរពីបច្ចេកទេសតែម្ដងដែលយើងនៅពីមុខយើងទាំងដុំនេះបើអ្នកដែលមិនដឹងមិនស្គាល់មិនដឹងហៅស្អីទេប៉ុន្តែអ្វីដែលខ្ញុំបាទដឹងខ្លះណាហៅថាលបាយបាទលបាយនេះមានន័យថាជាគេហៅថាដុំផ្សិតអញ្ចឹងខ្ញុំបាទចង់សួរបន្តិចថាឥឡូវនេះគឺបងចូលដល់នេះគឺបងច្រកហើយបាទបងយើងហៅថាដុំផ្សិតអញ្ចឹងចង់ឲ្យបងនិយាយពីខាងដើមទីបាទតម្រាំបានមកជាលបាយច្រកតម្រាំបានមកតើយើងត្រូវដំណាក់កាលស្អីខ្លះតម្រាំបានប៉ុណ្ណឹងបាទយើងតម្រាំដែលយើងលាយលបាយនេះយើងត្រូវយកអាចអាណាហ្នឹងយកទៅរែងបាទរែងយកអាឈើយើងថាកំទេចឈើអានេះវាឈើដែរប៉ុន្តែវាថាវាតូចទេប៉ុន្តែអាកំទេចឈើធំយើងយកចាញ់បាទយើងយកចាញ់ព្រោះអាហ្នឹងវាមិនជាការអីទេគ្រាន់តែថាបើយើងដាក់ទៅវាលហែកថង់បាទហើយយើងលាយអាណាហ្នឹងយើងដាក់រាយវាឲ្យស្មើគ្នាទៅថាឥឡូវកម្រាស់មួយទឹកកន្លះឬក៏2ទឹកដាក់ឲ្យស្មើយើងរាយវាអញ្ចឹងទៅយើងយកកតុយើងប៉ុន្តែកតុហ្នឹងគេខ្ញុំប្រាប់បងអស់ថាកតុហ្នឹងកុំចេះថាកតុឲ្យចេះយកកតុហ្នឹងគេហៅយកកតុលេខ1អាពណ៌សនោះបើបានអាកតុស្រិតរឹតតែល្អបាទកតុម៉ត់បើយើងយកអាស្រិតរឹតតែល្អប៉ុន្តែយើងថាយើងយកតែលេខ1ទៅនៅក្នុងទីផ្សារហ្នឹងយកមកបាចពីលើអាចអាណាហ្នឹងឲ្យវាស្មើអញ្ចឹងទៅហើយយើងខ្ញុំនិយាយថាភាសាច្បល់ហ្នឹងយើងថាឆាច្បល់ហ្នឹងឬក៏ឆាហ្នឹងឲ្យវាសពមួយអាចអាណាហ្នឹងហើយបាទលោកស្រីប្រិយមិត្តបាទរូបភាពទាំងអស់នេះគឺជាសកម្មភាពដែលក្រុមការងារបាទរបស់កសិកម្មធម្មជាតិប៉ូលី5បានធ្វើដំណើរចុះទៅផ្ដិតដែលទទួលបានការអនុញ្ញាតបាទពីលោកសុខៈម្ចាស់កសិដ្ឋានបាទដើម្បីឲ្យបងប្អូនសិក្ខាកាមទាំងឡាយក្រោយពីសិក្សាទ្រឹស្ដីនៅឯរាជធានីភ្នំពេញហើយចុះទៅអនុវត្តដើម្បីទៅដកស្រង់បច្ចេកទេសដើម្បីទៅពិនិត្យមើលថាតើសិក្ខាកាមរៀមច្បងដែលបានចូលរួមនៅក្នុងវគ្គបណ្ដុះបណ្ដាលរបស់អង្គការអភិវឌ្ឍកសិកម្មបាទធម្មជាតិកម្ពុជាដែលដឹកនាំដោយលោកប្រធានចៅពេញណាំថាតើទម្រាំនឹងបានជោគជ័យទម្រាំនឹងបានសម្រេចតាមគោលបំណងដែលខ្លួនចង់បានមានបទពិសោធន៍និងឆ្លងកាត់ឧបសគ្គអ្វីខ្លះបាទទីតាំងកសិដ្ឋានជាលក្ខណៈគ្រួសាររបស់លោកសុខៈបាទប៉ុន្តែមានទ្រង់ទ្រាយធំដែរបាទគឺលោកជោគជ័យទាំងផ្នែកកសិកម្មផ្នែកខាងបណ្ដុះផ្សិតហើយក៏ផ្នែកខាងការចិញ្ចឹមមាន់ដូចចិញ្ចឹមដូចជាមាន់ជ្រូកជាដើមបាទទីតាំងលំនៅឋានបាទស្រុកភូមិរបស់លោកសុខៈ
គឺស្ថិតនៅភូមិពូនភ្នំបាទឃុំត្រពាំងសាបស្រុកបាត់ទីខេត្តតាកែវបាទពេលដែលក្រុមការងារក៏ដូចជាបងប្អូនសិក្ខាកាមរបស់យើងបានលោកធ្វើដំណើរទៅដល់លោកសុខៈព្រមទាំងភរិយាក៏ដូចជាក្រុមគ្រួសារញាតិមិត្តហើយនឹងកូនចៅទាំងអស់និយាយរួមគឺទាំងស្រុកភូមិតែម្ដងបានចេញមកស្វាគមន៍រាក់ទាក់ដល់ក្រុមការងាររបស់យើងក្រុមសិក្ខាកាមរបស់យើងដែលធ្វើដំណើរទៅដល់បាទហើយមិនឲ្យខាតពេលយូរទេបាទក្រោយពីលោកទទួលស្វាគមន៍យ៉ាងរាក់ទាក់យ៉ាងកក់ក្ដៅហើយបាទលោកចាប់ផ្ដើមអនុវត្តតែម្ដងបាទលោកចាប់ផ្ដើមអនុវត្តតែម្ដងដើម្បីបង្ហាញជូនថាតើមានសកម្មភាពនៃការធ្វើការបណ្ដុះផ្សិតហ្នឹងមានវគ្គមានឃ្លាអ្វីខ្លះបាទហើយសិក្ខាកាមយើងក៏លោកតាមដានពិនិត្យពិច័យទស្សនាសង្កេតកត់ត្រាបាទយ៉ាងយកចិត្តទុកដាក់បាទរហូតតាំងពីដើមដំបូងតាំងពីលបាយផ្សំបាទដុំផ្សិតមានអ្វីខ្លះហើយក្រោយមកយកមកដាក់នៅក្នុងឡចំហុយប្រមាណម៉ោងមានកម្រិតនៃអង្សាបាទសីតុណ្ហភាពនឹងកម្ដៅប្រមាណអង្សារបៀបបិទឡបាទលោកសុខៈដែលលោកកំពុងតែពន្យល់បាទហើយសិក្ខាកាមយើងលោកពិនិត្យណាស់បាទយកចិត្តទុកដាក់តាមដានទស្សនាហើយលោកក៏បានបង្ហាញពន្យល់អំពីបច្ចេកទេសនៃការរៀបចំក្នុងការបណ្ដុះផ្សិតជាលក្ខណៈគ្រួសារហើយលោកពន្យល់អំពីបច្ចេកទេសរបៀបធ្វើទ្រុងមាន់ការចិញ្ចឹមមាន់បាទតាមរបៀបក្បួនបច្ចេកទេសរបស់អង្គការអភិវឌ្ឍកសិកម្មធម្មជាតិកម្ពុជាដែលបណ្ដុះបណ្ដាលនិងដឹកនាំដោយលោកប្រធានចៅពេញណាំបាទមាន់គឺរយៈពេលខ្លីបាទមានទម្ងន់ធ្ងន់សុខភាពល្អគឺចិញ្ចឹមតាមរបៀបធម្មជាតិបាទចំណីក៏របស់អង្គការអភិវឌ្ឍកសិកម្មធម្មជាតិកម្ពុជាថ្នាំចាក់ការពារថ្នាំសម្រាប់កុំឲ្យមានជំងឺឲ្យធំធាត់អីហ្នឹងសុទ្ធតែជារបស់អង្គការអភិវឌ្ឍកសិកម្មធម្មជាតិកម្ពុជាទាំងអស់តែម្ដងបាទបាទលោកលោកស្រីបងប្អូនអ្នកទស្សនានិងប្រិយមិត្តជាទីមេត្រីបាទគឺថាប៉ុន្មានសប្តាហ៍កន្លងមកនេះគឺយើងចុះមកផ្ដិតរូបភាពបាទបង្ហាញពីសកម្មភាពពីជោគជ័យពីបទពិសោធន៍គឺថាចុះម្ដងនេះយើងបានផ្សាយជូនពេលយើងមានកំណត់ខ្លីៗអញ្ចឹងតើតែផ្សាយជូនអស់លោកអ្នកហ្នឹងតាមវគ្គតាមឃ្លាអញ្ចឹងពី3សប្តាហ៍មកយើងមាននៅតែមានរូបភាពផ្ដិតបង្ហាញជូនបាទទីតាំងកសិដ្ឋានជាលក្ខណៈគ្រួសារមួយប៉ុន្តែទ្រង់ទ្រាយធំបាទនៅភូមិពូនភ្នំឃុំត្រពាំងសាបស្រុកបាត់ទីខេត្តតាកែវអ្វីដែលចង់បង្ហាញជូនបាទពីព្រោះថាបងសុខៈរួមជាមួយនឹងភរិយាក៏ដូចជាក្រុមគ្រួសារបាទមិនត្រឹមតែក្រោយពីបានចូលរួមនៅក្នុងវគ្គបណ្ដុះបណ្ដាលបាទអំពីកសិកម្មបាទនៅក្នុងអង្គការអភិវឌ្ឍកសិកម្មធម្មជាតិកម្ពុជាដែលមានលោកប្រធានចៅពេញណាំបាទលោកជាអ្នកបណ្ដុះបណ្ដាលផ្ទាល់មិនត្រឹមតែជោគជ័យបានមុខរបរខាងផ្សិតទេគឺលោកជោគជ័យខាងការចិញ្ចឹមមាន់ទៀតអញ្ចឹងថាតើមានបទពិសោធន៍ឬក៏អ្វីៗយ៉ាងណានោះគឺខ្ញុំបាទរួមជាមួយលោកប្រធានបាទគេថាយើងធ្វើដំណើរទាំងអស់គ្នារួមជាមួយនឹងបងប្អូនសិក្ខាកាមគឺមកដល់ទ្រង់មាន់របស់បងប្រុសហើយបាទអញ្ចឹងយើងបានបទពិសោធន៍ច្រើនណាស់ដែលលោកបានអនុញ្ញាតពីព្រោះបើមែនតែនទៅគឺថាមិនងាយឲ្យចូលប្រទេសប្រាស់ទេកន្លែងកសិដ្ឋានគេប្រកាន់តែដោយថាយើងមកយើងមានការសម្អាតការអនាម័យអីតាមលក្ខណៈបច្ចេកទេសទៅចូលបានបាទចេះបញ្ជាក់មួយដែរដោយសារបើសិនជាលក្ខណៈគីមីនោះมันអាចឲ្យយើងនៅឈើចេះបានទេយើងត្រូវឆ្លងកាត់មានទឹកអីដោយសារលក្ខណៈធម្មជាតិនេះជាពិសេសលោកគ្រូធ្លាប់ទៅលើបញ្ហាធម្មជាតិហ្នឹងវាមិនងាយនឹងឆ្លងទេពីព្រោះយើងការពារវាខ្លាំងណាស់បាទអញ្ចឹងនៅពេលដែលអត់ឆ្លងអញ្ចឹងបានអនុញ្ញាតចូលបានហើយការចូលនេះទៀតសោតបើសិនបើជាមិនមែនកសិកម្មសិក្ខាកាមយើងណាបាទក៏មិនងាយបានចូលដែរដោយសារនេះគាត់ជាឱកាសមួយហើយក៏អរគុណគាត់មែនទែនដែលគាត់ផ្ដល់ឱកាសនឹងឲ្យយើងចូលមក
ធ្វើសម្ភារជាមួយគាត់ផងហើយក៏យើងសិក្ខាកាមយើងជាង10នាក់ហ្នឹងគាត់មកមើលគាត់មករៀនសូត្រនៅទីនេះហ្នឹងគឺពិសេសមែនតើបាទហើយកម្រណាស់បាទមិនងាយទេបាទកន្លែងគាត់ដើរគៀនហ្នឹងគេមកឲ្យដើរផងនេះយើងមកដល់ឈរលើទ្រង់តែម្ដងបាទហើយកន្លងមកយើងប្រហែលសប្តាហ៍គឺថាមានការសម្ភាសណាទាំងពីបទពិសោធន៍ទូទៅជោគជ័យតស៊ូគ្រប់យ៉ាងដើម្បីជាបទពិសោធន៍ចែកម្លែកដល់បងប្អូនយើងសកម្មកម្មវគ្គបន្តបន្ទាប់ហើយនឹងប្រាប់ពីបច្ចេកទេសបណ្ដុះផ្សិតហើយក៏បានបង្ហាញជូនជាសប្តាហ៍ជាបន្តបន្ទាប់ក៏បង្ហាញជូនអំពីការតស៊ូការបច្ចេកទេសក្នុងការចិញ្ចឹមមាន់ទៀតបាទហើយជម្រាបជូនដែរនេះគឺជាមាន់កសិកម្មប៉ុន្តែប្រើតាមបច្ចេកទេសរបស់អង្គការអភិវឌ្ឍកសិកម្មធម្មជាតិកម្ពុជាយើងដោយថ្នាំបាទវ៉ាក់សាំងអីទាំងអស់នេះគឺអត់មានប្រើសារធាតុគីមីទេគឺប្រើសារធាតុធម្មជាតិហើយចង់ដឹងថាការប្រើនឹងវាយ៉ាងម៉េចហើយតាមយើងមកដល់យើងឮគាត់ជម្រាបជូនណាបាទប្លែកមែនតើដោយត្រង់ថាមាន់នេះជាទូទៅ45ថ្ងៃបានលក់បាទខ្ញុំមានការចាប់អារម្មណ៍មែនតើគឺប្រើរយៈពេលខ្លីបានទម្ងន់ធ្ងន់បាទខ្ញុំក៏ចាប់អារម្មណ៍មិននឹកស្មានដល់ដែរពីព្រោះតែ8ដល់10ថ្ងៃ9ដល់10ថ្ងៃ1គីឡូកន្លះគាត់ជម្រាបជូននេះទាំងអស់នេះសិតបាទ1គីឡូកន្លះហើយបើគាត់ថា28ថ្ងៃហ្នឹងគឺ2គីឡូអូបាទពិសេសមែនតើបាទដែរគេស្តង់ដាររបស់គេប្រាប់ថា45ថ្ងៃมันអាចលក់បានប៉ុន្តែគាត់លេងតែ28ថ្ងៃលក់អស់យ៉ាងនេះបាទហើយជាទូទៅអានេះតាមគាត់ជម្រាបជូនយើងឯណាគាត់ថាសំបីតែអ្នកចិញ្ចឹមមាន់ដូចគ្នាក៏គេមិនដែរជឿគាត់ដែរហើយខ្ញុំចាក់អារម្មណ៍ថងថាម្ចាស់កសិដ្ឋានយើងលោកបានបញ្ជាក់ថាដោយសារតែពីដើមនោះប្រើគីមីខ្លះដែរប៉ុន្តែមិនបានជោគជ័យដល់ងាកមកប្រើថ្នាំផលិតផលរបស់អង្គការបាទយើងនឹងគឺថាឥឡូវនឹងលែងឈឺលែងងល់ឲ្យគាត់សុបាយហើយដូចគាត់ថាហ្នឹងជាពិសេសទៅលើតម្លៃរបស់យើងសមស្របមែនតើហើយជំរាបជូនដែរបច្ចេកវិទ្យាទាំងអស់នេះគឺជាបច្ចេកវិទ្យារបស់ជប៉ុននិងកូរ៉េបាទហើយខ្ញុំសិក្សាមកហ្នឹងគឺមិនមែនជាវាសាមញ្ញប៉ុន្តែវាអាចធ្វើឲ្យបានហើយឥឡូវហ្នឹងគេច្រើនយកសាមញ្ញអញ្ចឹងហើយតាំងពីហ្គាសតាំងពីអីហ្នឹងគេប្រើសិតរបស់សាមញ្ញនេះចេញមកអស់ហើយបាទมันប្រើឲ្យវាទំនើបពេកទេពីព្រោះมันងាយมันបាទវាមិនងាយនឹងរកវត្ថុធាតុដើមឥឡូវហ្នឹងគេរកតែវត្ថុធាតុដើមដែលងាយអញ្ចឹងប៉ុន្តែធ្វើម៉េចឲ្យគុណភាពខ្ពស់អញ្ចឹងបាទសំខាន់លើគុណភាពហើយអានេះជំរាបជូនបើនៅកូរ៉េមួយដបនេះ$15ប៉ុន្តែនៅយើងនេះហេតុអីបានថាសមស្របមែនតើហេតុអីពីព្រោះខ្ញុំធ្វើនេះក្នុងគោលបំណងជួយដល់កសិករខ្ញុំអត់ដែរគិតពីការចំណេញច្រើនណាបាទធម្មតាចំណេញយើងមានហើយប៉ុន្តែវាតិចបំផុតបាទលោកស្រីប្រិយមិត្តបងប្អូនប្រជាកសិករបាទទាំងឡាយជាទីមេត្រីបាទដោយពេលវេលារបស់យើងនៅពេលនេះឃើញថាដល់នាទីដែលត្រីចិត្តឃ្លាតឆ្ងាយពីខ្សែចង្កូតរបស់អស់លោកអ្នកទៅហើយមុននឹងបាយក៏សូមអរគុណនិងជូនពរដល់បងប្អូនដែលបានទស្សនាបាទជាពិសេសសូមជូនពរឲ្យបងប្អូនប្រជាកសិករទាំងអស់លោកទទួលបានជោគជ័យចំពោះមុខរបរកសិកម្មប្រសិនបើអស់លោកអ្នកត្រូវការចំណេះជំនាញខាងកសិកម្មពិតប្រាកដដើម្បីឲ្យទទួលបានជោគជ័យដើម្បីឲ្យទទួលបានផលកម្រៃទៅតាមអ្វីដែលជាបំណងដែលជាទឹកចិត្តប្រាថ្នារបស់អស់លោកអ្នកបាទកុំភ្លេចអង្គការអភិវឌ្ឍកសិកម្មធម្មជាតិកម្ពុជាដែលមានលោកប្រធានបាទជាអ្នកបណ្ដុះបណ្ដាលផ្ទាល់លោកមានបទពិសោធន៍ខាងវិស័យកសិកម្មនេះបាទជាង20ឆ្នាំបាទលោកធ្លាប់បានទៅទទួលការសិក្សាបាទនៅស្រុកគេជាច្រើននៅប្រទេសគេជាច្រើនហើយជាពិសេសនេះគឺរូបប្រព័ន្ធបច្ចេកទេសរបស់ប្រទេសជប៉ុនក៏ដូចជាកូរ៉េខាងត្បូងបាទមានត្រូវការចង់ដឹងនៅព័ត៌មានលម្អិតបន្ថែមបាទសូមមេត្តាតាក់ទងបាទតាមរយៈទូរស័ព្ទដែលបានឡើងជូននៅលើកញ្ចក់ទូរទស្សន៍បាទចង់ដឹងចំណេះជំនាញកសិកម្មគ្រប់ផ្នែកបាទផ្នែកចិញ្ចឹមមិនថាជ្រូកគោមាន់ទាកង្កែបអន្ទង់ឬក៏សត្វអ្វីផ្សេងរបៀបភ្ញាស់កូនមាន់កូនទាឬក៏របៀបធ្វើទ្រុងមាន់ទ្រុងទាចិញ្ចឹមបែបធម្មជាតិតែម្ដងបើនិយាយអំពីការដាំដុះមិនថាស្រូវមិនថាកៅស៊ូមិនថាដំណាំផ្សេងទេបាទដំឡូងឬក៏អ្វីក៏ដោយគឺលោកអាចផ្ដល់បាទបច្ចេកទេសតាមរូបមន្តបែបធម្មជាតិរបស់ជប៉ុនក៏ដូចជាកូរ៉េអាចជូនអស់លោកអ្នកបានអញ្ចឹងបាទបើសិនជាលោកអ្នកមិនទាន់មានឱកាសបានចូលរួមនៅក្នុងវគ្គបណ្ដុះបណ្ដាលទេអាចតាក់ទងទិញផលិតផលសម្រាប់របស់អង្គការយកទៅប្រើប្រាស់ក៏បានដែរបាទដោយពេលវេលាដល់ទៅហើយជួបគ្នានៅសប្តាហ៍ក្រោយបាទនៅពេលនេះសូមជូនពរអស់លោកអ្នកជួបតែពុទ្ធពរ
ទាំង4ប្រការកុំបីមានអ្វីមកបៀតបៀនជាឧបសគ្គសូមអរគុណច្រើនបាទ